សួស្តីពុកម៉ែបងប្អូនអរគ្នានេះគឺជាវីដេអូសកម្មភាពរបស់ខ្ញុំប្រចាំថ្ងៃពលំបាត់លុបចោលតែម្ដងបន្ទាប់ពីយកទៅដេកឡើងគឺនាងក៏ដាំបាយយើងក៏បានរៀបចំដោតទុយហើយមួយទៀតនៅណាខ្លះដែលដោតទុយភ្លេចកាច់កង្តាក់ខ្ញុំជួបទៅញយចំពោះខ្ញុំគឺភ្លេចរហូតចឹងបន្ទាប់ពីរៀបចំបាយចឹងណាយើងរៀបចំដួសបាយដួសសម្លហើយរៀបចំចេញដំណើរទៅធ្វើការចឹងណាដើម្បីឲ្យទាន់ពេលវេលាម៉ោងដែលយើងបានចូលអញ្ចឹងធ្វើដំណើរតាមឡងផ្លូវហើយឥឡូវក៏បានមកដល់កន្លែងធ្វើការផងដែរនេះគឺជាកន្លែងធ្វើការរបស់ខ្ញុំហ្នឹងហើយបន្ទាប់ពីមកដល់ហើយខ្ញុំក៏បានរៀបចំបោសសម្អាតនៅតុនិងកន្លែងកុំព្យូទ័ររបស់ខ្ញុំធ្វើការរាល់ថ្ងៃបន្ទាប់ពីរួចយើងក៏បានទាញកាហ្វេមួយកញ្ចប់ដើម្បីធ្វើការឆុងជាមួយនឹងទឹកក្តៅម៉ាស៊ីនទឹកក្តៅបន្ទាប់ពីយើងសិបផឹកកាហ្វេក៏បានស្ដាប់ធម៌ខ្លះៗដើម្បីឲ្យខួរក្បាលយើងការស្ដាប់ធម៌នេះពិតជាល្អដើម្បីឲ្យខួរក្បាលយើងជ្រះស្រឡះល្អអញ្ចឹងសកម្មភាពរបស់ខ្ញុំឥឡូវដល់ម៉ោងបាយថ្ងៃត្រង់ហើយបន្ទាប់ពីបាយហើយយើងក៏ល្ងាចបន្តិចឥឡូវដល់ម៉ោងចេញទៅផ្ទះអត់មាននេះទេបងប្អូននិយាយរួមទៅពលំបាត់លុបចូលតែម្ដងទឹកឡើងទៅរៀបចំទៅធ្វើការល្ងាចឡើងដល់ម៉ោងទៅមកដល់ផ្ទះហើយអញ្ចឹងទៅពលំបាត់លុបចូលណាបន្ទាប់ពីមកដល់បន្ទប់វិញយើងរៀបចំដល់ក្អែកឲ្យចេញហើយក៏បោសសម្អាតទីកន្លែងបន្ទប់របស់យើងដេកគឺឲ្យបានស្អាតបាតព្រោះថាបន្ទប់ធម្មតាទេបន្ទប់ជួលគឺតែមានដីទូលាយហុយពីលើមកហើយព្រោះថាអត់មានបដានោះអញ្ចឹងរៀបចំបោសសម្អាតជូតម៉ាស៊ីនព្រីនជូតតុកកន្លែងការងាររបស់ខ្ញុំប្រចាំថ្ងៃនៅពេលយប់អញ្ចឹងណាពេលថ្ងៃធ្វើការងារអូខេពេលយប់គឺធ្វើការងារខ្លួនឯង freelance តែម្ដងហើយវីដេអូនេះក៏បានបញ្ចប់តែត្រឹមនេះហើយក៏សូមជូនពរបងប្អូនអរគ្នាដែលបានទស្សនានៅវីដេអូមួយនេះជូនពរមានសុខភាពល្អមានអាយុវែងយឺនយូរទាំងអស់គ្នា